បើហេះបានទេសម្រាប់ឬឈើចឹងសម្រាប់បងដែលគាត់ចំចលេដើម្បីផលិតជាកប៉ុសអុយអាងគូតែចាក់សាបហើយរៀបអិតចាក់សាបឲ្យបានក្រាស់ផងដែររៀបអិតឲ្យបោកផងខ្ញុំទេបានបោកឈើចាក់មកថាមនុស្សឬក៏សត្វឬក៏រុក្ខជាតិទេឲ្យតែកន្លែងណាចំណីឆ្ងាញ់គឺមកហើយចាក់សាបក្រាស់ណាឬចាក់មកឡងសេះចឹងកាលណាដែលអាងចលេនយើងស្បូរឬឈើហើយគឺប៉ះពាល់ចលេនយើងហើយចឹងសម្រាប់បងប្អូនគាត់ចង់ចំចលេនបងប្អូនគួរតែរៀបអិតហើយចាក់សាបហើយបោកផងអិតដើម្បីការពារឬឈើណាព្រោះហ្នឹងយើងណាឬឈើចាក់មកធ្វើឲ្យប៉ះពាល់ចលេនយើងខ្ញុំចេះជួសជុលរហូតតែពីវិភ្លេចខ្លួនហ្នឹងកន្លះឆ្នាំហ្នឹងកែតមកគឺមានឬឈើចាក់មកជួសជុលវាជាប្រចាំឬឈើវាចូលអាងចលេនធ្វើប៉ះពាល់ចលេនភាសាអាចចលេនវាជីល្អជីកប៉ុសល្អអញ្ចឹងឬឈើចាក់មកបងប្អូនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនគាត់ចង់ចំចលេនបងប្អូនជាចំណិតខ្ញុំហើយដោយសារបបិសោតខ្ញុំជួបជាក់ស្ដែងហើយគួរតែរៀបអិតចាក់សាបហើយនឹងបោកឲ្យបានត្រឹមត្រូវផងហើយយើងដាក់តង់ដាក់អីក៏បានគាត់ថាដាក់មួយឆ្នាំ2ឆ្នាំឬក៏កន្លះឆ្នាំអីវាឬឈើចាក់មកធ្លុះធ្លាយចឹងវាខូចធ្វើឲ្យយើងជួសជុលពីសាររើពីដងចឹងណាតែបើអាងបងប្អូននៅតាមទីវាលមានដើមឈើនៅក្បែរទេអត់អីទេខ្លាចតែដើមឈើនេះខ្ញុំជិះមានដើមព្រីងមួយដើមហ្នឹងដើមកាសចា3 4ដើមនេះចិត្តចឹងហើយវាអាចចាក់ឫសមកដែរហើយខ្ញុំគិតថាវាអាចចាក់ឫសមកទេព្រោះចាក់សាបអីក្រាស់ដែរមានណាឥឡូវឫសវានៅពេញហ្នឹងគុណចឹង